Yo hello ស្ដីគ្នាថ្ងៃនេះគឺខ្ញុំមកពង្រៀនអ្នកគ្នាពីរបៀបក្នុងការ download Mojo Launcher និងរបៀបដាក់ mod នៅលើ Mojo Launcher ចា Mojo Launcher គឺជា launcher មួយដែលគេចេញនៅក្នុង Play Store ដែលគេយកទៅតាមបច្ចា launcher ហ្នឹងឯងគឺដោយសារតែគេបានលុបបច្ចា launcher ចេញពី Play Store ចឹងទៅបានគេបង្កើត launcher ថ្មីគឺដូចតែបច្ចា launcher ស្រាយហ្នឹងគ្រាន់តែគេដូរ logo ហើយដូរឈ្មោះតែប៉ុណ្្នឹងឥឡូវកុំឲ្យខានពេលយើងចូលទៅមើលវីដេអូរបស់យើងមកតើបងឡើយគ្រាន់តែចូលមកកាន់ Play Store គ្នាបន្ទាប់មក search ពាក្យ Mojo Launcher ចឹងមកតែមកគ្នាយើងចុចទៅ install វាបន្ទាប់ install ហើយយើងបើក app នឹងចូលទៅបន្ទាប់មកទៀតអ្វីយើងត្រូវធ្វើយើងទៅ download Minecraft version ដែលយើងចង់លេងឧទាហរណ៍ខ្ញុំចឹងគឺខ្ញុំចង់លេង 1.15 ចឹងគឺខ្ញុំ download version ហ្នឹងមកអូខេអ្នកគ្នាអាចមើលតាមខ្ញុំបានតោះមកទៀតគ្នាយើងចុច download ហើយអង្គុយចាំវាទៅដូចខ្ញុំអញ្ចឹងគឺថាពេល download ហ្នឹងអង្គុយចាំរឿងយូរដែរណា 4-10 នាទីដែរមកពេញបន្ទាប់ពីអ្នកគ្នា down ពេញហើយគ្នាយើងធ្វើការចុចចូលហ្គេមមួយសិនមកបន្ទាប់ពីចូលហ្គេមហើយគ្នាយើងធ្វើការចុច continue មកកន្លែងក្រោមហ្នឹងហើយគ្នាយើងចុច quit game ចេញមកវិញមកបន្ទាប់មកទៀតយើងធ្វើការចូលមកកាន់Mojo Launcher វិញហើយយើងធ្វើការមក down fabric loader គ្នាយើងអាចមើលតាមខ្ញុំបាននេះដកសញ្ញា tick នឹងចេញមកវិញហើយយើងversion តាមខ្ញុំមកបើថាគ្នាយើងរើខុសគឺវាអត់ work ជាមួយ mod ដែលខ្ញុំបានដាក់ឲ្យអ្នកគ្នា download ហ្នឹងទេតបមកធ្វើការចូលThangiver អ្នកគ្នាឲ្យទៅរក mod ដែល download ពីខ្ញុំមកបើសិនជាគ្នាយើងមើលដល់កន្លែងនេះហើយកុំម្លងគ្នាយើងដោយសារតែកន្លែងដាក់ mod Mojo Launcher ហ្នឹងខុសពី launcher យើងធម្មតានេះយើងចាំមើលតាមខ្ញុំមកចាំមើលវាខុសគ្នាមិនហៀងអាចមើលបានយើង copy ឲ្យចូលទៅរក Mojo Launcher យើងដូចជាយើងរក Mojo Launcher ដែរប៉ុន្តែកន្លែងដាក់ mod វាគឺខុសពី launcher យើងធម្មតាត្រង់ថារាល់ដងគឺយើងដាក់កន្លែង Minecraft តែចូលទៅកន្លែង Minecraft ហើយមិនឃើញ mod ឃើញអីតែនេះអត់ទេគឺចូលកន្លែងផ្សេងនេះយើងអាចមើលបានហើយតោះយើងផាសអាកន្លែងដូចខ្ញុំហ្នឹងមកបន្ទាប់ពីផាសចូលហើយយើងចូលមកចាំ launcher របស់យើងវិញហើយចុចត fabric loader ដែលយើងបាន down ហ្នឹងហើយឆេញវាដាក់ 1.21 ដូចខ្ញុំមកអាកន្លែងនោះមិញហ្នឹងហើយយើងចូល Minecraft ទៅគឺលេងបានហើយវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរកុំភ្លេច subscribe and like ឲ្យខ្ញុំអ្នកមួយផងសារខំធ្វើយ៉ាងវិញហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាយបាយជួបគ្នាវីដេអូក្រោយ